Ok, subscribe mà tao off nè, chẳng ai ní cứ dương tập lập mau bên chơi đấy, hơi lỡ cứ dương mau bị phê weekly à lúc bao dương tập đấy, chẳng phe là nhóm tập bồn kia ní cứ DXY, chẳng nếu không ní cứ dương cầm phong là nếu không tham frame man lý, hơi dương khuyên tha cái lại ní bia miên man lý phía qua chụp đẹp mối đại vì ai nhưng mà gió, bàn tay là ra tại candle mùi ní bia vịt cua, chẳng cái này ní dương hiệnประหยัดได้វាអត់អាចនឹងយកភ្លាមទេគាត់ថាភាគរយតិចមែនតើដែលវាអាចនឹងមកប៉ះជាមួយនឹង monthly fair value gap នេះវាអាចទៅក្រោមប៉ុន្តែបើសិនជាយើងចូលមើលនៅក្នុង weekly យើងឃើញថាវាបាន retest ពី weekly fair value gap មួយនេះហើយនៅក្នុងនេះផងដែរយើងឃើញថាវាអត់មានបានបង្កើតនៅ weekly fair value gap ម្ដងទៀតទេអញ្ចឹងកន្លែងនេះយើងត្រូវរៀងប្រយ័ត្នតិចអូខេដោយសារតែទីមួយបើសិនជាវាចង់យក swing low មួយនេះវាប៉ះ weekly fair value gap មួយនេះហើយវាត្រូវចុះភ្លាមវាមិនលក្ខណៈច្រំដែរនៅក្នុងហ្នឹងណាអញ្ចឹងបើសិនជាលក្ខខណ្ឌបែបនេះយើងមើលសង្កត់ទៅក្នុង daily គឺវាអាចនឹង consolidation អូខេអញ្ចឹងដោយបងប្អូនឃើញស្រាប់អញ្ចឹងគឺវា consolidation អញ្ចឹងទោះបីជាកន្លែងនេះវាបង្កើតនៅ daily fair value gap ក៏យើងអត់ទាន់ដឹងថាវាភ្លាមដែរណាយើងត្រូវប្រើប្រាស់ confirmation បន្ថែមដោយសារតែយើងឃើញថាឥឡូវនេះយើងកំពុងស្ថិតនៅក្នុង consolidation បងប្អូនមើលកន្លែង fair value gap មួយនេះហើយជាមួយនឹង fair value gap មួយនេះគឺវាអត់ support ទេបងប្អូនឃើញទេវាទៅផុតហ្មង swing high ហើយបាទនេះវាចុះផុតមកអញ្ចឹង daily fair value gap មួយនេះគឺយើងត្រូវប្រយ័ត្នដូចគ្នាយើងអត់ត្រូវ play វាទេអូខេយើងអាចនឹងចាំមើល daily fair value gap មួយទៀតក៏ថាបានដែរអូខេអញ្ចឹងកន្លែងនេះយើងប្រយ័ត្នតិចហើយបើសិនជាយើងមកមើលនៅក្នុង fundamental របស់យើងវិញគឺយើងឃើញថាថ្ងៃច័ន្ទមាន holiday bank holiday មាន Swiss មាន Euro ហើយថ្ងៃគីអត់មាន impact ញួយទេចំពោះថ្ងៃពុធមាន CPI មានថ្ងៃពហុមាន GDP pound ហើយជាមួយនឹង PPI USD ហើយជាមួយនឹងថ្ងៃសុក្រគឺមាន impact ញួយមួយទៀតអានេះ consumer sentiment ណាប៉ុន្តែអ្វីដែលយើងផ្ដោតទៅលើនោះគឺពពួកនេះ CPI នេះអញ្ចឹងនៅក្នុងនេះផងដែរបើសិនជាវាមាន impact ញួយបែបនេះវាអាចនឹង consolidate អានឹងបើសិនជាយើងនិយាយជាក់ស្ដែងគឺវាអាចនឹង consolidate នៅម្ដុំនេះហើយនឹង CPI វា manipulate វាចូលមកខាងក្រោមហើយនឹងថ្ងៃពហុជាមួយថ្ងៃសុក្រគឺហួយតម្លៃឡើងទៅលើអានឹងបើសិនជាកន្លែងនេះ show ថាជា bullish sign ប៉ុន្តែបើសិនជាវាអត់បង្កើតនៅ bullish sign ទេវាអាចនឹងថ្ងៃច័ន្ទ consolidate បែបនេះថ្ងៃអង្គារ consolidate ដូចគ្នាថ្ងៃពុធអាចមកយក swing high បន្ទាប់មកថ្ងៃពហុជាមួយថ្ងៃសុក្រអាចមកយក swing low នេះវិញអូខេដោយសារតែជាក់ស្ដែងឥឡូវគឺយើងកំពុងស្ថិតនៅក្នុង consolidation ចឹងយើងអត់ទាន់ដឹងថាវានឹងទៅណាប្រកាសទេអូខេចឹងកន្លែងនេះយើងរៀងប្រយ័ត្នដូចគ្នាអូខេចឹងឥឡូវយើងកន្លែងនេះយើងតើតាត្រូវការមើល candle ផ្សេងទៀតចូលរួមត្រូវការថ្ងៃច័ន្ទជាមួយនឹងថ្ងៃអង្គារដើម្បីវិភាគថាតើវាបែបណាអញ្ចឹងណាដើម្បីកាន់តែច្បាស់អញ្ចឹងចំពោះ DDY របស់ខ្ញុំគឺខ្ញុំអត់តន់ហ៊ានថាវាទៅលើវាឬក៏វាទៅក្រោមទេអូខេអញ្ចឹងបើសិនជាយើងចូលទៅ pair បន្ទាប់ទៀតគឺ pair euro យើងវិញម្ដង pair euro មួយនេះផងដែរគឺយើងឃើញថាមិញថ្ងៃច័ន្ទគឺមាន bank holiday អញ្ចឹងអ្នកដែល trade pair euro ក៏ផ្អាកមួយថ្ងៃទៅអូខេផ្អាកថ្ងៃច័ន្ទទៅបើសិនជាគាត់ជា intraday trader អញ្ចឹងណាអញ្ចឹងនៅក្នុង monthly កន្លែងនេះគឺដូចគ្នាយើងឃើញថាវាមាននៅ wick ខ្ពស់មែនតើហើយ monthly មួយនេះវាអាចនឹងមកយកហើយក៏វាតែភាគរយច្រើនគឺវាអាចទេដោយសារតែ candle ទី3មួយនេះអូខេអញ្ចឹង candle និយាយទៅវាប្រាប់ story របស់យើងហើយស្រាប់ថាតើវាមិនអញ្ចឹងណាពពួកអា candle យើង big long អញ្ចឹងវា set rejection នេះហើយនៅក្នុងនេះផងដែរយើងឃើញថា weekly គឺវាមើលទៅទម្រង់អាចនឹង support
ហើយបើសិនជាយើងចូលមើលនៅក្នុង daily កន្លែងនេះគឺយើងឃើញថាវាបាន swing high អញ្ចឹង target មួយទៀតវាអាចនឹងមកយក swing low អូខេវាមកយក swing low ហើយយើងចាំមើលថាតើបើសិនជាវាយក swing low ហើយវាធ្វើបែបម៉េចវាបង្កើត fair value gap ឬក៏វាធំតា swing low មួយនេះទេបើសិនជាវាធំតា swing low មួយនេះទេវាអាចនឹងមកយកហើយវា run យក high ខាងលើនេះវិញដោយសារតែជាក់ស្ដែងគឺយើងកំពុងតែនៅក្នុង bullish order flow អូខេកំពុងឃើញ trend វាឡើងអានឹងមានថា bullish order flow ហើយអូខេអញ្ចឹងខ្ញុំសូមទៅបន្តទៅ pound វិញអញ្ចឹង pound នៅក្នុងនេះផងដែរគឺយើងឃើញថាវាបង្កើត fair value gap ដូចគ្នាហើយវាអាចនឹងចុះមកប៉ះជាមួយនឹង candle មួយនេះតែនេះវាគឺជា fair value area ឬក៏អាចនិយាយមួយទៀតថាជា order block អូខេបើសិននិយាយសួរនិយាយថា order block ហ្នឹងទៅអញ្ចឹងវាអាចនឹងធ្លាក់យកមកខាងក្រោមដោយសារតែវាបានយក previous monthly high ហើយហើយបើសិនជាយើងចូលមើលនៅក្នុង weekly ក៏វាអាចនឹងវាយក previous weekly high ដូចគ្នាអូខេអញ្ចឹង candle បន្ទាប់វាអាចនឹងចុះមកខាងប៉ះជាមួយនឹង weekly fair value gap មួយនេះអូខេអញ្ចឹងចំពោះ pound គឺខ្ញុំ bearish នៅក្នុង short term អូខេហើយវាបង្កើត SMT មួយទៀតបើសិនជាយើងមើល DXY យើងឃើញថាកន្លែងនេះបង្កើត lower low ហើយបន្ទាប់មក lower high ហើយអានេះបង្កើត high បន្ទាប់មកបង្កើត high ទៀតអញ្ចឹងកន្លែងនេះគឺជា SMT របស់បងប្អូនអញ្ចឹងចាហើយបើសិនជាយើងមើលនៅក្នុង daily កន្លែងនេះគឺវាមើលទៅវាអត់មានអីដែល support ទេ daily fair value gap ហើយយើងចូលមើល 4 hour តិចទៅកន្លែងនេះបើសិនកន្លែងនេះមានអាចនឹងចេញតម្រង់តិចទៀតអត់ bearish order flow ហើយបើសិនជាវាបង្កើត swing high មួយទៀតទម្លាក់តម្លៃចុះបង្កើត fair value gap យើងអាច play short បានមកប៉ះជាមួយនឹង weekly មួយនេះអូខេចឹងចំពោះ pound គឺខ្ញុំ bearish ហើយយើងចូលមើល OUD យើងវិញយើងឃើញថានៅក្នុង monthly ឥឡូវវាកំពុងតែស្ថិតនៅក្នុង monthly fair value gap ហើយយើងចូលមើលនៅក្នុង weekly កន្លែង fair value gap previous អូខេអញ្ចឹងកន្លែងនេះគឺយើងឃើញថាវាបាន sweep previous monthly high អូខេនេះយើងមើល high កន្លែងនេះទៅយើងឃើញអានេះ high របស់វា 65 373 អានេះ high វា 65 381 អញ្ចឹងមានន័យថាវាបានយកហើយយើងចូលមើលនៅក្នុង weekly កន្លែងនេះវាបាន swing high មួយនេះដូចគ្នាអញ្ចឹង target បន្ទាប់វាអាចនឹងមកយក swing low មួយនេះហើយយើងចូលមើលនៅក្នុង daily កន្លែងនេះបើវាបង្កើតនៅ daily fair value gap យើងអាច play បាន short ចូលមកខាងក្រោមដោយសារតែយើងឃើញថាកន្លែងនេះមាន liquidity ច្រើនមែនតើសម្រាប់ឲ្យយើងយកអូខេបងប្អូនហ្នឹងហើយអញ្ចឹងអ្នកដែលគាត់ព្យាយាម long liquidity គាត់ប្រកាសជា stop loss របស់គាត់នៅខាងក្រោមនេះហើយបើគាត់ long កន្លែងនេះទៀត stop loss របស់គាត់រំកិលមកវាអាចនឹងដាច់ stop loss ព្រោះវាអាចនឹងដាច់ព្រោះ low មួយនេះដូចជា 63 561 អានេះ 63 568 អូនៅលើអានេះ 61 អញ្ចឹងអានេះនៅក្រោមអញ្ចឹងអានេះបើសិនជា spread គឺវាស៊ីបាត់ហើយហើយបើសិនជាគាត់សំដាងគាត់អត់អូខេគាត់នៅនឹងដែរហើយគាត់ឃើញថាវាបានយក swing high វិញនេះគាត់អាចអង្គ stop loss មកតាមនេះអញ្ចឹងណាអញ្ចឹងយើងឃើញថា liquidity អ្នកដែលគាត់ stop loss គឺច្រើនមែនតើបើសិនជាគាត់អត់ទាន់កាត់ profit ណាបើសិនជាគាត់អត់ទាន់កាត់ profit អញ្ចឹងអានេះគឺងាយស្រួលក្នុងការស៊ីមែនតើអញ្ចឹងបើសិនជាមាន daily fair value gap មួយទៀតមក confirmation យើងអាចធ្វើការ short បានយក swing low ទាំងអស់នេះមកអូខេអញ្ចឹងចំពោះ OUD របស់ខ្ញុំគឺខ្ញុំ bearish យើងចូលមើល NCD អញ្ចឹង NCD ក៏មិនខុសពី OUD ដែរ
NCD ប៉ះជាមួយនឹង monthly fair value gap sweep previous monthly high ហើយនៅក្នុង weekly នេះផងដែរគឺបានយក swing high ដូចគ្នាចឹងខ្ញុំសូមមកតិចមកចឹង target របស់យើងអាចនឹងយក previous weekly low target របស់យើងគឺមួយនេះចំពោះ OUD ជាមួយនឹង NCD គឺវាប្រហែលតែគ្នាទេអញ្ចឹងយើងអីដែលយើងមើលគឺយើងមើល pair ណាដែលវា strong ហើយ pair ណាដែលវា weak អូខេបើមិនជាយើង bearish បែបនេះយើងត្រូវការ pair មួយដែលវា weak យើងអាចធ្វើការ short បានអញ្ចឹងនៅក្នុងនេះផងដែរគឺយើងក៏ឃើញមានដូចគ្នាមាននៅ liquidity ច្រើនដូចគ្នា low នេះមួយ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 អូខេចឹងកន្លែងនេះបើសិនជាវាបង្កើតនៅ daily fair value gap យើងអាចធ្វើការ short បានអូខេឥឡូវយើងចូលដល់ pair cat យើងវិញម្ដងដោយសារតែ pair cat នៅក្នុងនេះយើងឃើញថា monthly មួយនេះគឺជា breakaway gap វាបាន third candle របស់វា candle ទី3គឺវា wick ខ្ពស់ហើយវាបានយក previous monthly low ហើយដូចគ្នាចឹងយើងចូលមើលនៅក្នុង weekly កន្លែងនេះវាបង្កើតនៅ weekly breakaway gap ដូចខ្ញុំនិយាយចឹងដោយសារតែយើងមើលនៅក្នុង third candle គឺវា wick បែបនេះហើយ target របស់យើងអាចនឹង low មួយនេះចំពោះមើលនៅក្នុង daily គឺយើងឃើញថាកន្លែងនេះគឺជា daily breakaway gap ចឹងខ្ញុំអត់ចង់ឃើញវាមកប៉ះវិញទេប៉ុន្តែ daily កន្លែងនេះគឺជា daily maintain អូខេ daily fair value gap អញ្ចឹង daily fair value gap មួយនេះយើងឃើញថាវាបាន sweep swing low មួយនេះហើយ target របស់យើងគឺ swing low មួយនេះដូចគ្នាអូខេអញ្ចឹងអ្នកដែលគាត់ចង់ short គាត់អាចធ្វើការ short បានតែត្រូវប្រយ័ត្នដូចគ្នាអូខេអញ្ចឹងវាអាចនឹងមកយក swing high ម្ដងទៀតក្នុងនេះបើសិនជាយើងចង់ short យើងចាំ 4 hour fair value gap ឬក៏ 1 hour chart បានអូខេអ្នកដែលគាត់ trade fair value gap ឥឡូវយើងចូលមើល CHS ម្ដងដោយសារតែ CHS មើលទៅវាភាំងពិបាកមើលតិចប៉ុន្តែអានេះគ្រាន់តែវិភាគឲ្យបងប្អូនមើលទៅយើងឃើញថាកន្លែងនេះវាបង្កើតនៅ monthly fair value gap ដូចគ្នា sweep previous monthly low អូខេ sweep swing high ដូចគ្នាហើយយើងមើល daily កន្លែងនេះគឺវា consolidate អញ្ចឹងវាអត់ទាន់អីមានអីមើលច្រើនទេអូខេអញ្ចឹងយើង patient តិចទៅចំពោះដែលគាត់ trade pair Swiss មួយនេះខ្ញុំចូល pair yen ម្ដង pair yen ដោយសារតែនៅវាស្ថិតនៅក្នុងបើនិយាយទៅនៅក្នុង monthly គឺវា consolidate ដោយសារវាស្ថិតនៅក្នុង candle មួយនេះ high មួយនេះ low មួយនេះបងប្អូនឃើញទេហើយនៅក្នុង weekly ក៏យើងអត់មានអីមើលដែរដូចយើងនិយាយអញ្ចឹងដល់ពេលដែល consolidate អញ្ចឹងវាបាក់ make money តិចទៅអញ្ចឹងកន្លែងនេះយើងឃើញថា monthly បង្កើតហើយច្រឡំ daily fair value gap បង្កើតហើយតែវាអត់មាន show intention ថាវានឹងទៅលើហ្មងទេអញ្ចឹងកន្លែងនេះយើងចាំមើលដូចគ្នាកន្លែងនេះបើសិនជាយើងចង់ play Lustra តែយើងចាំយើងចាំ swing high មួយនេះដល់ពេលដែលវា sweep swing high មួយនឹងហើយវា run ច្រឡំ sweep ហើយវាបង្កើត fair value gap យើងអាចធ្វើការ long បានអូខេឡើងគឺបែបនេះចឹង pair មួយទៀតយើងចូលទៅ pair go ម្ដងចឹង pair go មួយនេះយើងចូលមើលនៅក្នុង monthly ស្ថិតនៅក្នុង monthly fair value gap មិន monthly fair value gap មិន monthly candle យើងចូលមើលនៅក្នុង weekly កន្លែងនេះ IL ទៅ EL យើងឃើញថាវាបាន sweep swing high ដោយសារតែវាបាន sweep swing high បែបនេះគឺយើងប្រយ័ត្នដូចគ្នាអូខេយើងចូលមើលនៅក្នុង daily វា sweep swing high វា sweep daily high អញ្ចឹង candle មួយនេះវាអត់អាចនឹងនេះទេខ្ញុំអត់គិតថា daily fair value gap មួយនេះនឹង hold ទេអញ្ចឹង target របស់ខ្ញុំបន្ទាប់គឺ swing low មួយនេះអូខេអញ្ចឹងអានេះខ្ញុំសូមដកវាទៅជានៅក្នុងតា monthly ទៅបានហើយកុំឲ្យយើងច្រឡំ
ok ក្នុង weekly ទៅអញ្ចឹងដោយសារតែវាបាន sweep weekly high ហើយជាមួយនឹងមួយទៀតគឺវា sweep daily high ហើយវាកន្លែងនេះ turn ទៅជា inversion fair value gap អញ្ចឹងកន្លែងនេះគឺវាអាចនឹង bearish អូខេអញ្ចឹងចំពោះ goal របស់ខ្ញុំគឺ bearish ហើយមួយទៀតយើងទៅ pair BTC USD BTC គឺយើងឃើញថាវាបានយក swing high កន្លែងនេះហើយយើងចូលមើលនៅក្នុង weekly វាបានប៉ះជាមួយនឹង weekly fair value gap ដូចគ្នាអញ្ចឹងដូចខ្ញុំនិយាយអញ្ចឹងវាអាចនឹង retest កន្លែងនេះមកវិញហើយអញ្ចឹង daily fair value gap នេះក៏វា support ដែរអូខេកាលមុនខ្ញុំគូ daily fair value gap កន្លែងនេះមួយប៉ុន្តែយើងឃើញថាវារត់ឡើងខ្លាំងអញ្ចឹងវាមាន daily fair value gap មួយទៀតនៅពេលដែលយើងអាច play daily fair value gap នេះបានហើយយើងគឺវាយក swing low ប៉ះជាមួយនឹង weekly fair value gap អូខេអញ្ចឹងកន្លែងនេះខ្ញុំសូមចូលមើលនៅក្នុង weekly មក plate អញ្ចឹងដោយសារតែវាបានវា all time high អញ្ចឹងកន្លែង weekly fair value gap នេះរៀង demand more តិចអញ្ចឹងកន្លែងនេះលុះត្រាតែវាមាននៅ daily fair value gap បានយើងអាចធ្វើការលេងបានអូខេឬក៏មួយទៀតវាយក swing high មួយនេះអញ្ចឹងបើសិនជាវាយក swing high មួយនេះវាអាចនឹងជា market structure shift ដោយបងប្អូនអ្នករៀន ICT នឹងយល់ហើយអញ្ចឹងយើងអាចធ្វើការ play បានអញ្ចឹងក្នុងនេះយើងអាចធ្វើការយក swing high មួយនេះឬក៏ swing high all time high នៅខាងលើទៀតនេះប៉ុន្តែឥឡូវចាត់ស្ដែងវាអត់ទាន់ confirmation ថាវានឹងទៅលើតែម្ដងទេអូខេកន្លែងនេះយើងប្រយ័ត្នដូចគ្នាដោយសារតែវាយើងឃើញថាវាបាន sweep swing high monthly swing high អញ្ចឹងនៅក្នុង weekly មួយនេះនៅក្នុង daily យើងអត់ត្រូវនៅក្នុងបើសិនជាយើងប្រើ weekly មួយនេះយើងរៀងប្រយ័ត្នណាយើងមិនមែនបដោយទេណាអូខេយើងប្រយ័ត្នដូចគ្នាអញ្ចឹងយើងចាំមើលថាតើវាមាន daily fair value gap មួយទៀតអត់ដែលយើងអាចធ្វើការ long ឬក៏វាយក swing high មួយនេះយើងអាចធ្វើការ long បានដោយលក្ខណៈថាមើលទៅវាសុវត្ថិភាពមើលទៅវា comfortable ជាងអញ្ចឹងណាអូខេឥឡូវ BTC អស់ហើយយើងចូលមើលNQ monthly អូខេ monthly swing high monthly previous monthly high បានចូលសុំលោកនេះចោលយើងចូលមើលនៅក្នុង weekly high ដូចគ្នាបានយកដូចគ្នាមើលទៅអានេះអាចនឹងបង្កើតនៅជា weekly fair value gap នេះជា breakaway gap បើសិនជាវាកំពុងតែ bullish បែបហ្នឹងវាអត់អាចនឹងចុះមកខាងក្រោមហើយមកវាឡើងទៅលើវិញទេហើយយើងឃើញថា daily នេះក៏វាបាន sweep យកហើយដែរហើយ daily fair value gap មួយនេះបានទៅជា inversion fair value gap វិញយើងប្រើការទេប៉ុន្តែបើសិនជាវាបានយក swing high មួយនេះអូខេអញ្ចឹងយើងចាំមើលថាតើវានឹងបង្កើត daily fair value gap ទៀតអត់ព្រោះកន្លែងនេះគឺជា swing high ដែលយើងអាចនឹងលេងបានមួយនេះអញ្ចឹងកន្លែងហ្នឹងជា order flow ដែលបងប្អូនឃើញបង្កើត fair value gap ឡើងទៅលើប៉ះជាមួយនឹង fair value gap មួយតម្លៃឡើងទៅលើទៀតប៉ះជាមួយនឹង fair value gap មួយតម្លៃឡើងទៅលើទៀតប៉ះជាមួយនឹង fair value gap ហើយតម្លៃឡើងទៅលើទៀតអូខេហើយ swing high របស់យើងនេះគឺជា target ថាយើងអាច play នៅ daily fair value gap បន្ទាប់ទៀតចឹងចំពោះ NQ របស់ខ្ញុំនៅតែបន្ត bullish បែបនេះអូខេចឹងយើងចូលមើល ES យើងវិញម្ដង ES wait ES ប៉ះជាមួយនឹង monthly fair value gap sweep ជាមួយនឹង previous monthly high ចូលមើលនៅក្នុង weekly យើងឃើញថាវាបាន
run នៅ previous monthly high previous weekly high ដូចគ្នាអញ្ចឹងកន្លែងនេះយើងចាំមើលក្នុង daily fair value gap អញ្ចឹងអានេះខ្ញុំសុំមកទៅជា breakaway gap គឺងាយស្រួលទេខ្ញុំមកទៅជាពណ៌ប្រផេះសួរខ្ញុំមើលយល់អញ្ចឹងអានេះយើងឃើញថា daily fair value gap ហួយតម្លៃឡើងប៉ះជាមួយ daily fair value gap មួយទៀតហួយតម្លៃឡើងទៀតអញ្ចឹងយើងចាំមើល daily fair value gap បន្ទាប់ទៀតដើម្បីហួយតម្លៃឡើងយកនៅ liquidity ទាំងអស់នេះអូខេបងប្អូនឃើញទៅទៅពពួកនេះដែលគាត់ short យើងឃើញ stop loss គាត់ពីច្រើននៅខាងលើនេះថាអញ្ចឹងអានេះយើងអាចនឹងធ្វើការលេងឡើងចែកថា buy long ដើម្បីយក liquidity ទាំងអស់នេះបានអូខេអញ្ចឹងមួយទៀតគឺ YM ប៉ះជាមួយនឹង monthly fair value gap ហើយអញ្ចឹងមើលទៅដូចវាអត់មានចង់ទៅណាទេដោយសារតែពពួក NQ ជាមួយនឹង ES គឺសិតតែ bullish ទាំងអស់ហើយយើងឃើញថា weekly មួយនេះគឺវាអត់ទាន់បាននៅ complete នៅឡើយទេអញ្ចឹងវាអាចនឹងមកប៉ះជាមួយនឹង weekly fair value gap នេះមួយទៀតដោយសារតែយើងមើល high កន្លែងនេះគឺ42 97 6អានេះ42 97 9យកហើយតាអូខេអញ្ចឹងវាបានប៉ះហើយវាគ្រាន់តែវាប៉ះតិចចឹងកន្លែងនេះយើងប្រយ័ត្នដូចគ្នាតើតែមាននៅ daily fair value gap មួយទៀតដើម្បីអាចយើង play long បានប៉ុន្តែបើសិនជាអាចយើងកុំលេងតន់លេងអីអូខេដោយសារតែកន្លែងនេះអត់ដោយសារតែវាបានយក swing high ហើយអញ្ចឹងយើងអត់មានអីនឹងត្រូវមានចែកថាជាគោលបំណងក្នុងការទិញឲ្យវាមាន liquidity តទៀតអានេះគឺជា liquidity មួយដែរប៉ុន្តែដោយសារតែវាបានយក swing high មួយនេះអញ្ចឹងវាអាចនឹង retest ខ្លាំងអញ្ចឹងយើងអាចមានឱកាសក្នុងការលេង long បានទេអូខេដោយសារតែកន្លែងនេះយើងអត់ទាន់ដឹងថាតើវានឹងមិនទេតើតែវាបង្កើតនៅ daily fair value gap មួយទៀតដើម្បីឲ្យយើងធ្វើការ long បានអូខេ YM Go BTC តែខ្ញុំគាត់ថាវីដេអូប៉ុណ្ណឹងគឺអស់ហើយអត់មានអីទៀតទេហើយចំពោះ DIY ដែលខ្ញុំនិយាយអញ្ចឹងបងប្អូនចាំមើលនៅ candle 2-3 ទៀតទៅបន្ទាប់ពីវាចេញ CPI ហើយអានឹងស្រួលមើលហើយអូខេហើយយ៉ាអស់ហើយអញ្ចឹងវីដេអូនឹងមានប៉ុណ្ណឹងអរគុណបងប្អូនច្រើនសម្រាប់ការទស្សនាហើយបាយបាយជួបគ្នាវីដេអូក្រោយបើសិនជាមានចម្ងល់អីអាច comment ប្រាប់ខាងក្រោមបានអូខេបាយបាយ